ការវិវត្តនៃបច្ចេកវិទ្យាបានជួយសម្រួលដល់ការងារមនុស្សបានយ៉ាងច្រើនពិសេសនៅក្នុងយុគសម័យ AI ប៉ុន្តែទន្ទឹមគ្នានេះការឆបោកតាមរយៈអនឡាញក៏កំពុងតែវិវត្តដូចគ្នាដែររហូតដល់ពេលខ្លះយើងមិនអាចបែងចែកបានថាវាជារបស់ពិតឬមិនពិតនោះឡើយដូច្នេះតើគេអាចការពារខ្លួនពីការឆបោកក្នុងយុគសម័យ AI នេះបានយ៉ាងដូចម្តេចលោកអ៊ូផាណារិតប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យានៃក្រសួងប្រៃសណីនិងទូរគមនាគមន៍មានប្រសាសន៍ថាបច្ចេកវិទ្យា AI នឹងជួយឲ្យផលិតភាពការងាររបស់មនុស្សកាន់តែលឿននិងច្រើនជាងមុនហើយក៏មិនអាចបដិសេធបានទេថា AI នឹងផ្ដល់ហានិភ័យមួយចំនួនផងដែរបើតាមប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យានៃក្រសួងប្រៃសណីនិងទូរគមនាគមន៍សប្តាហ៍ថ្ងៃនេះមានការលួចអត្តសញ្ញាណពី Facebook Telegram ដោយការក្លែងបន្លំឲ្យផ្ដល់ព័ត៌មានឬផ្ញើលុយជាដើមលោកផាណារិតបន្តមានប្រសាសន៍ថាដើម្បីការពារការឆបោកក្នុងសម័យបញ្ញាសិប្បនិម្មិត AI គឺចាំបាច់ណាស់ត្រូវបញ្ជ្រាបការយល់ដឹងនិងអប់រំពីអក្ខរកម្ម Digital ឲ្យដល់សាធារណជនសម្រាប់លោកជីសុផាតវិញដែលជាអ្នកផលិតមាតិកា Digital លើបណ្ដាញសង្គមនិយាយថាប្រព័ន្ធ Digital ដើរទៅលឿនពេករហូតដល់ប្រជាពលរដ្ឋមួយចំនួនតាមមិនទាន់ព្រមទាំងធ្វើឲ្យមានគម្លាត Digital ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាលឬវ័យចាស់មិនទាន់បានសិក្សាអំពីអក្ខរកម្ម Digital ដែលធ្វើឲ្យពួកគាត់ងាយរងគ្រោះលោកជីសុផាតមើលឃើញថាបច្ចេកវិទ្យា AI បានជួយសម្រួលការងារផលិតមាតិកាបានច្រើនដូចជាផ្ដល់គំនិតយោបល់និងពិភាក្សាគ្នាដេញដោលដូចជាជំនួយការមួយឲ្យលឿនទៀតផងទន្ទឹមគ្នានេះ AI ក៏ផ្ដល់ហានិភ័យផងដែរប្រសិនបើអ្នកផលិតមាតិកាមួយចំនួនគ្មានទិសដៅវិជ្ជមានជាក់ស្ដែងអ្នករកលុយតាមអនឡាញដែលហៅកាត់ថា MMO មួយចំនួនពួកគេបានបង្កើតមាតិកាលើបណ្ដាញសង្គមក្នុងគោលបំណងមួយផ្សេងដើម្បីរកលុយសម្រាប់ខ្លួនឯងដោយមិនខ្វល់ពីវិជ្ជាជីវៈនិងមិនបានគិតអំពីផលប៉ះពាល់ជាអវិជ្ជមានយ៉ាងណាក៏ដោយក្នុងករណីជួបនឹងការឆបោកតាមអនឡាញលោកជីសុផាតបានផ្ដល់យោបល់ថាគឺត្រូវដាក់ពាក្យបណ្ដឹងជាមុនសិនដើម្បីមានតលហេករមួយពិតប្រាកដតាមរបាយការណ៍របស់ប៉ូលីសបន្ទាប់មកអាចទៅចរចាជាមួយធនាគារឬក្រសួងពាក់ព័ន្ធនានាដើម្បីដោះស្រាយហើយចាត់ទុកជាបទពិសោធន៍រៀនសូត្រពីកំហុសនេះដើម្បីកុំឲ្យជួបលើកក្រោយទៀតគួរជម្រាបជូនថាគិតត្រឹមចុងឆ្នាំ2023ក្នុងមួយថ្ងៃជាមធ្យមមានអ្នកដាក់ពាក្យបណ្ដឹងតាមរយៈកម្មវិធីបណ្ដឹងអនឡាញជាង10ករណីដែលជាពាក្យបណ្ដឹងផ្លូវការក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអាចចូលទៅកាន់ link hotline policy របស់ Government ឬឆាតទៅ page អគ្គស្នងការនគរបាលជាតិ